អ្នកគ្នាថ្ងៃនេះផងដែរខ្ញុំនឹងមកចែករំលែកអំពីតំបន់ទេសចរណ៍នៅក្នុងខេត្តបន្ទាយមានជ័យតោះទៅស្ដាប់ទាំងអស់គ្នាទី1នោះគឺភ្នំបាក់និងភ្នំជញ្ជាំងភ្នំបាក់និងភ្នំជញ្ជាំងគឺជារមណីយដ្ឋានធម្មជាតិនិងវប្បធម៌ស្ថិតនៅក្នុងក្រុងសិរីសភ័ណ្ឌរមណីយដ្ឋាននេះមានភ្នំពីរនៅជិតគ្នាដែលមានផ្ទាំងថ្មបញ្ឈរធំៗដែលមើលទៅហាក់បីដូចជាជញ្ជាំងផ្ទះនៅបាត់ភ្នំមានល្អាងមួយនៅក្នុងដីជាកន្លែងដែលគេអាចចុះទៅដើរកម្សាន្តបានទី2នោះគឺល្អាងភ្នំតូចជាប្រភេទរមណីយដ្ឋានវប្បធម៌និងធម្មជាតិស្ថិតនៅក្នុងស្រុកអង្គរបុរីតាមបណ្ដោយផ្លូវជាតិលេខ5មានចម្ងាយប្រហែល28គីឡូម៉ែត្រពីទីរួមខេត្តល្អាងភ្នំតូចមានផ្ទាំងថ្មធំៗទេសភាពនៃព្រៃភ្នំនិងធម្មជាតិនៃព្រៃព្រឹក្សានៅចង្កេះភ្នំមានវត្តមានដែលជាកន្លែងប្រមូលផ្ដុំប្រជាពលរដ្ឋនៅពេលមានបុណ្យទានជាដើមទី3គឺជាប្រាសាទបន្ទាយឆ្មារដែលមានទីតាំងស្ថិតនៅក្នុងស្រុកថ្មពួកតាមបណ្ដោយផ្លូវជាតិលេខ 99A ដែលមានចម្ងាយប្រហែល59គីឡូម៉ែត្រពីទីរួមខេត្តតំបន់នេះជារមណីយដ្ឋានប្រវត្តិសាស្ត្រដែលកសាងឡើងចន្លោះសតវត្សទី12និង13នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7បច្ចុប្បន្នប្រាសាទនេះត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាមនិងក្រុមទុច្ចរិតដែលដឹកជញ្ជូនចម្លាក់ថ្មទៅប្រទេសថៃប្រាសាទបន្ទាយឆ្មារជាតំបន់រមណីយដ្ឋានមួយយ៉ាងសំខាន់របស់ខេត្តបន្ទាយមានជ័យដែលអាចទាក់ទាញភ្ញៀវទេសចរបរទេសទី4នោះគឺអាងត្រពាំងថ្មដែលមានទីតាំងស្ថិតនៅក្នុងភ្នំស្រុកមានចម្ងាយប្រហែល56គីឡូម៉ែត្រពីទីរួមខេត្តតំបន់នេះមានលក្ខណៈធម្មជាតិនិងជាកន្លែងមួយសម្បូរទៅដោយសត្វក្រៀលដែលជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោកយើងនេះអាងត្រពាំងថ្មក៏ជាតំបន់ទេសចរណ៍ដែលអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើនសន្ធឹកសន្ធាប់និងជាតំបន់ដ៏គួរឲ្យចាប់អារម្មណ៍របស់ខេត្តបន្ទាយមានជ័យផងដែរមិនមែនមានតែប៉ុណ្នេះទេខេត្តបន្ទាយមានជ័យក៏មានតំបន់ទេសចរណ៍ជាច្រើនទៀតកុំភ្លេចចុច like subscribe ខ្ញុំអ្នកមួយផងណាបងៗកូនឆានបាយបាយ